គោលបំណងរបស់នយោបាយបាទថាតើការធ្វើនយោបាយនេះគឺមានគោលបំណងដើម្បីអីខាងក្រោមនេះគឺជាគោលបំណងមួយចំនួនទាក់ទងទៅនឹងការធ្វើនយោបាយគឺទី1ធានាសន្តិសុខសង្គមនិងការគោរពសិទ្ធិអញ្ចឹងការធ្វើនយោបាយនេះគឺធ្វើយ៉ាងណាធានាឲ្យប្រទេសជាតិមួយសង្គមមួយវាមានសុខមានសន្តិភាពបាទអត់មានចោរកម្មចោរលួចចោរប្លន់ធានាឲ្យមាននៅសន្តិសុខសង្គមអ្នកនយោបាយកាលណាបានកាន់អំណាចខ្លាយទៅជាអ្នកដឹកនាំគឺធានាការពារនៅសិទ្ធិសេរីភាពទៅដល់ប្រជាពលរដ្ឋនេះមិនឲ្យមានការរំលោភសិទ្ធិគ្នាទៅវិញទៅមកទេបាទពិសេសការតាក់ទងទៅនឹងការរំលោភសិទ្ធិមនុស្សនេះបាទទី2ធានាឲ្យមានគ្រប់សេវាសាធារណៈទាំងអស់នៅក្នុងសង្គមចឹងធ្វើនយោបាយគឺដើម្បីបម្រើការងារជូនទៅដល់ប្រជាពលរដ្ឋបម្រើការងារឲ្យប្រទេសជាតិពេលដែលទទួលបានអំណាចខ្លាយទៅជាអ្នកដឹកនាំគឺផ្ដល់សេវាទៅដល់ប្រជាពលរដ្ឋទូទៅដោយមិនមានការរើសអើងមិនមានការបែងចែកបកពួកមិនមានអំពើពុករលួយការផ្ដល់សេវាសាធារណៈប្រកបទៅដោយគុណភាពនិងមានប្រសិទ្ធភាពឲ្យបានគ្រប់ផ្នែកគ្រប់វិស័យទៅដល់ប្រជាពលរដ្ឋទូទៅដល់គ្មានការស៊ីសំណូកអីទេណាដោយស្មារតីបាទទី3ធានាឲ្យមានការអនុវត្តច្បាប់អញ្ចឹងការធ្វើនយោបាយគឺអ្នកដឹកនាំគឺធ្វើយ៉ាងណាធានាឲ្យមានការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពបាទអញ្ចឹងពេលដែលបង្កើតច្បាប់ជារឿងមួយដែលសំខាន់ណាស់គឺច្បាប់ហ្នឹងត្រូវបម្រើផលប្រយោជន៍ទៅឲ្យប្រជាពលរដ្ឋបាទបម្រើឲ្យឆន្ទៈរួមហើយច្បាប់យកទៅដាក់អនុវត្តត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពបាទគោរពច្បាប់ទាំងអស់គ្នាបាទទាំងអ្នកដឹកនាំទាំងប្រជាពលរដ្ឋគឺត្រូវតែគោរពច្បាប់ទាំងអស់គ្នាបាទច្បាប់ដែលបង្កើតឡើងបើសិនជាឲ្យតែប្រជាពលរដ្ឋគោរពហើយអ្នកដឹកនាំមិនគោរពបង្កើតច្បាប់ទៅដាក់អនុវត្តណាកើតមាននៅអំពើពុករលួយស៊ីសំណូកសូកប៉ាន់ណាប្រជាពលរដ្ឋមានបញ្ហាទៅឲ្យអ្នកដែលកាន់ច្បាប់ហ្នឹងគាត់ជួយដោះស្រាយបែរជាកើតមាននៅអំពើពុករលួយអ្នកដែលប្រព្រឹត្តខុសគាត់រួចខ្លួនអញ្ចឹងច្បាប់ដែលយកមកដាក់អនុវត្តហ្នឹងគឺវាអត់មានប្រសិទ្ធភាពទេអញ្ចឹងការធ្វើនយោបាយគឺនៅពេលដែលទទួលបានអំណាចនៅក្នុងដៃខ្លាយទៅជាអ្នកដឹកនាំហើយត្រូវតែធានាឲ្យបានតាក់ទងទៅនឹងការអនុវត្តច្បាប់នេះបាទគ្មានអ្នកណាអង្គុយលើច្បាប់ទេបាទអ្នកណាដែលធ្វើខុសគឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់បាទទី4ធានាសេដ្ឋកិច្ចជាតិនិងគ្រួសារឲ្យមានការរីកចម្រើនចឹងយើងធ្វើនយោបាយគោលបំណងរបស់នយោបាយគឺធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារផងដែរឲ្យមានការរីកចម្រើនអញ្ចឹងបើសិនជាសេដ្ឋកិច្ចជាតិវាស្ថិតនៅក្នុងកម្រិតមួយដែលมันបង្ហាញឲ្យឃើញពីការលូតលាស់រីកចម្រើនប្រសើរជាងមុនទេបានន័យថាការដឹកនាំនឹងវាមានបញ្ហាអីមួយហើយទៅតាមទស្សនៈរបស់លោកអារីស្តូតគោលបំណងរបស់នយោបាយគឺធ្វើយ៉ាងណាឲ្យសង្គមមានសុភមង្គលមានភាពសម្បូរសប្បាយនិងល្អប្រសើរជាងមុនណាបាទអញ្ចឹងមនុស្សធ្វើនយោបាយគឺដើម្បីឲ្យសង្គមជាតិហ្នឹងវាមានសេចក្តីសុខណានិងមានភាពសម្បូរសប្បាយរុងរឿងរីកចម្រើនមិនមែនធ្វើនយោបាយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេគឺធ្វើនយោបាយដើម្បីបម្រើផលប្រយោជន៍ទៅឲ្យប្រជាពលរដ្ឋអញ្ចឹងកាលណាសង្គមជាតិមានសុខមានសន្តិភាពមានការរីកចម្រើនប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខរស់នៅបានស្រួលនេះបង្ហាញឲ្យឃើញពីភាពជោគជ័យនៅក្នុងការធ្វើនយោបាយហើយផ្ទុយទៅវិញបើធ្វើនយោបាយដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប្រទេសជាតិអត់រីកចម្រើនអាហ្នឹងមិនមែនជាការធ្វើនយោបាយទេអញ្ចឹងហើយបានជាប្រជាពលរដ្ឋមួយចំនួនគាត់តែងឲ្យនិយមន័យនយោបាយថានយោបាយនយោបោកណាបាទអញ្ចឹងគឺធ្វើទៅវាអត់មានការរីកចម្រើនអត់ផ្ដល់ផលប្រយោជន៍ទៅអ្វីទៅឲ្យប្រជាពលរដ្ឋអត់បានជួយធ្វើឲ្យប្រទេសជាតិណាសង្គមជាតិឬក៏សេដ្ឋកិច្ចជាតិសេដ្ឋកិច្ចគ្រួសារហ្នឹងវាមានការរីកចម្រើនមកសូម្បីតែការអនុវត្តច្បាប់ក៏អត់មានប្រសិទ្ធភាពណាកើតមាននៅអំពើពុករលួយ
ការផ្ដល់សេវាសាធារណៈទៅដល់ប្រជាពលរដ្ឋនឹងក៏អត់បានល្អបពុនិយមប្រទេសជាតិថាច្បោកច្បល់អត់មានសុខមានសន្តិភាពមានចោលលួចចោលប្លន់មានការរំលោភបំពានសិទ្ធិមនុស្សបាទមានការគំរាមកំហែងធ្វើបាបពីសំណាក់អ្នកមានអំណាចឬក៏អ្នកមានកម្លាំងទៅលើអ្នកទុនខ្សោយប្រជាពលរដ្ឋរស់នៅក្នុងក្តីភ័យខ្លាចហ្នឹងគឺមិនមែនជាគោលបំណងរបស់នយោបាយទេហើយក៏ការធ្វើនយោបាយបែបហ្នឹងគឺមិនមែនជានយោបាយដើម្បីជួយឲ្យប្រទេសជាតិមានការរីកចម្រើនមានសុខមានសន្តិភាពដែរគឺកាលណាឃើញសញ្ញាអវិជ្ជមានបែបហ្នឹងគឺបង្ហាញថាការដឹកនាំហ្នឹងអត់ល្អខ្ញុំឧទាហរណ៍ថាអ្នកដឹកនាំឬក៏អ្នកនយោបាយគាត់ធ្វើនយោបាយយូរទៅមានបានតែអ្នកនយោបាយងាកមកប្រទេសជាតិវិញសេដ្ឋកិច្ចជាតិអត់រីកចម្រើនប្រជាពលរដ្ឋរស់នៅក្នុងភាពក្រីក្រជំពាក់បំណុលគេក៏ច្រើនសញ្ញាទាំងអស់នេះវាមិនបង្ហាញឲ្យឃើញពីភាពជោគជ័យនៅក្នុងការធ្វើនយោបាយឬក៏ការងាររបស់អ្នកដឹកនាំទេវាជានយោបាយធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះលើសពីនេះធានាបាននៅទីផ្សារការងារនៅក្នុងស្រុកនេះបើមានប្រាក់ខែមានប្រាក់ចំណូលប្រកបទៅដោយស្ថិរភាពយូរអង្វែងការងារថិតថេរទើបបង្ហាញឲ្យឃើញពីស្ថិរភាពនៃសេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចជាតិយើងធានាឲ្យទទួលបាននៅផលប្រយោជន៍ទាំងអស់នេះសម្រាប់ប្រជាពលរដ្ឋសម្រាប់ប្រទេសជាតិអាហ្នឹងបានថាយើងបានជោគជ័យនៅក្នុងការធ្វើនយោបាយណាជាគោលបំណងរបស់នយោបាយគឺបែបហ្នឹងបាទអញ្ចឹងនៅក្នុងចំណុចទី2នេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះហើយខ្ញុំចូលទៅកាន់ចំណុចមួយទៀតចំណុចទី3កត្តាជំរុញឲ្យคลายជាអ្នកដឹកនាំនយោបាយវាមានកត្តាសំខាន់ចំនួន4